កំពៅតើលេងវាស្មៅបងប្អូនអរគ្នាចុងសប្តាហ៍នេះដោយសារតែមេអត់ភ្លៀងក៏មួយថ្ងៃបើកឡើងចាស់តែម្ដងឡើងចាំងថ្ងៃណាចឹងនៅកំពៅតើលេងវាស្មៅម្ដងកំពៅតើដល់មកមានទស្សនភាពយ៉ាងណាខ្លះចាំជួបគ្នាចាកាលពីសប្តាហ៍មុនហ្នឹងទឹកសប្តាហ៍មុននៅកំពៅតើលេងនៅវាស្មៅចិត្តភ្នំតាម៉ៅខាងត្បូងភ្នំតាម៉ៅបងប្អូនអរគ្នាហើយនេះគឺជាចំការស្ដេចដីដែលគេដាំមកព្រោះឯនៅម្ដងនោះសបោអ្នកលក់ស្ដេចដីពេលខែកឋិនអីចឹងណាគេដាំខ្លួនឯងចឹងចំណេញណាបងប្អូនអរគ្នាចំបាច់ចំណាយលុយច្រើនណោះធ្វើជាទិញពីផ្សារផងយកមកលក់ផងបានចំណេញតិចចឹងដាំខ្លួនឯងតែម្ដងទៅស្ងោរលក់ខ្លួនឯងទៀតទៅអូយបានចំណេញខប់ហ្មងហើយតែផ្លូវទៅហ្នឹងគឺថាបងប្អូនយើងបានតរលេងនឹងច្រើនណាហើយដោយសារឡើយហ្នឹងពេលច្រើនគឺដើរលេងហើយមកដល់ជួបidol ហើយណាត់គ្នាទៅជួបនៅនឹងអត់ដល់លេងម្ដុំខ្ញុំទៅមកគឺថាមានវត្តមានពួកគាត់ដោយសារនៅចិត្តតែពួកគាត់ហើយមកណាគឺថាពេលល្ងាចពេលច្រើនមកលេងពេលល្ងាចបានមានខ្យល់អាកាសត្រជាក់ស្រួលបងប្អូនអរគ្នាហើយមានរបស់របរក្មេងលេងច្រើនណាហើយម៉ាម៉ាឯនឹងមីងកំពៅនេះកំពុងរៀបចំខែកន្ទេលចឹងណាដើម្បីយកកន្លែងអង្គុយញ៉ាំអីពេលយើងដើរកំសាន្តហើយយើងទិញអីយកមកញ៉ាំនៅកន្លែងហ្នឹងចឹងណាហើយយើងព្រមទៅក្រាលទុកឲ្យហើយបើមិនក្រាលទុកឲ្យហើយទេយកទៅទៀតទៅគឺយើងយកអៀតដោយសារតែមនុស្សមកច្រើនអញ្ចឹងអត់មានកន្លែងក្រាលទេអញ្ចឹងយើងក្រាលមកដល់មុនគេយើងក្រាលទុកឲ្យហ្នឹងហើយយើងមកលេងទៅហើយនេះព្រះកំពៅបានធ្វើដំណើរទៅហើយបងប្អូនគ្នាយល់ថាអូយឥឡូវលេងចង់ធ្វើម្ដាយនៅកំពៅនេះមើលមកដូចងងស្រីនិងបងប្អូនស្រីអញ្ចឹងណាហើយដល់ទៅតម្រង់ទៅនឹងបងប្អូនអរគ្នាហើយគ្មានតម្រង់ទៅកន្លែងណាទេដោយសារតែចូលមកនោះឃើញកន្លែងគេចាប់តុក្កតាច្រើនខ្លាំងមែនតើកំពៅទាមទារទៅកន្លែងចាប់តុក្កតានឹងមុនគេតែម្ដងណាម្ដងនេះជ្រើសយកទូនេះបងប្អូនអរគ្នាខ្ញុំគាត់ថាអូយអស់លុយទៅគ្មានបានតុក្កតាអីទេមានណាកំពៅគេចាប់បានតុក្កតារបស់គេមែនណាមកកាក់ត្បូងអត់បានទេដល់ពេលគេចាប់នៅសានទៀតទៅលេងបានណាបងប្អូនអរគ្នាបើថាចៃដន្យអីចឹងណាដោយសារតុក្កតានឹងមានល្បេះមាត់ទៅធ្វើកំប្រងគេធ្លាក់នឹងមកដល់គ្រាន់តែធ្លាក់អាយុទ្ធការនឹងមកធ្លាក់តុក្កតានឹងមកបានតែម្ដងហើយបានតុក្កតាមួយចឹងណាហើយហ្នឹងដោយសារនៅចិត្តនឹងមានទូមួយទៀតរហេមិនតាន់អស់កាក់ចឹងកំពៅសាក់លបងចាប់ទូខាងនេះម្ដងគេស្រឡាញ់តុក្កតាពណ៌លឿងអីចឹងទៅហើយក៏ចាប់សាក់លបងចាប់ទៀតចឹងណាអត់បានទេបងប្អូនអរគ្នាប៉ុន្តែទីបំផុតចង់ដឹងថាកំពៅធ្វើបានអត់ចាំមើលទាំងអស់គ្នាយេទីបំផុតកំពៅធ្វើបានហើយគឺចាប់បានតុក្កតាពីរបងប្អូនអរគ្នាមិនមកវិញណាចាប់អត់បានទេចាញ់កំពៅអត់ជំនាញបងប្អូនអរគ្នាកំពៅចាប់បានបកែខ្លាំងមែនតើបានតុក្កតាពីរចំណាយលុយអស់6000បានតុក្កតាពីរបងប្អូនអរគ្នាហើយនៅក្រៅដឹងលក់មួយម៉ានទេមិនដឹងថារួចខ្លួនឬខាតដើមឬក៏ចំណេញទេនេះខ្លះនោះបានតុក្កតាហើយហ្នឹងណាម៉ាឯនឹងកំពៅក៏ធ្វើដំណើរទៅមកកន្លែងទៀតចឹងណាឲ្យលុយគេហើយទៅធ្វើដំណើរមកកន្លែងទៀតដល់ទៅដល់មកបងប្អូនអរគ្នានេះតម្រង់មកឡើងលក់កៅអៅទិញកៅអៅកំពៅមួយឃើញកៅអៅឥឡូវខ្វះក៏ឲ្យឃើញកៅអៅនៅឃើញកំពៅមុននឹងទិញកៅអៅខ្លួនឯងចឹងណាដោយសារកូនកំពៅមានគីឡូជាងធំចឹងពិបាករឹសកៅអៅឲ្យឃើញកៅអៅណាជាតំណងចឹងទៅច្បាស់ឲ្យកំពៅមុនគេតែម្ដងហើយដល់លេងនេះកូនជួកំពៅគេទៀតជូតគួរឲ្យស្រឡាញ់ខ្លាំងមែនតើណាគាត់នឹកឃើញងួយចង់ឲ្យចាប់ពេញនិយាយទេបងប្អូនហើយមើលរៀងរើគេទៅពេលទិញកៅអៅបានហើយនឹងឲ្យកំពៅកាន់កវីកវត្តម៉ាក់ណាក៏នៅកំពៅដើរកំសាន្តមើលទៀតចឹងមើលគេមកឯងហ្នឹងឡើងក្មេងលេងហ្នឹងដោយថាកំពៅរៀងហួរវ័យនឹងលូតពងជាអីចឹងគេអត់សូវញ៉ាំញ៉ៅអីលូតពងជាអីច្រើនទេចង់រកតែរបស់ញ៉ាំឥឡូវនេះមកកន្លែងពោតឈីគេចង់ញ៉ាំមកពោតឈីខំទាញមានតែសាយឈីវិញហ្នឹងបងប្អូនអរគ្នាកំពុងចូលចាំគេចាំមកគេធ្វើចំអិនសិនចឹងណាហើយឥឡូវហ្នឹងគេបានធ្វើរួចរាល់ហើយអាពោតឈីហ្នឹងក៏ឲ្យកំពៅញ៉ាំតែម្ដងទៅហើយកូនពៅក៏ភ្លុកមើលទៅណាគេថាឆ្ងាញ់ហ្នឹងបងប្អូនអរគ្នាភាសាពីមុនមកហ្នឹងអត់ដែរតែញ៉ាំតែពោតលីងបកាអីធម្មតាអញ្ចឹងណាពោតអាំងពោតស្ងោរតែពោតឈីហ្នឹងអត់ដែរញ៉ាំឥឡូវទិញពោតឈីឲ្យញ៉ាំម្ដងគេខំទាញអាស័យឈីហ្នឹងវែងហ្នឹងគេទៅគេសង្សាក់របស់ថ្មីរបស់ប្លែកអញ្ចឹងណាហើយចេញពីកន្លែងពោតឈីមកហ្នឹងវាបន្តទៅណាមកកន្លែងពងគ្រួចកូនបងប្អូនហ្នឹងចូលចិត្តញ៉ាំមិនហ្នឹងដែរហ្នឹងពួកខ្ញុំណាភាសាវាមានរសជាតិឆ្ងាញ់ហើយមានសាច់ចកស្អីខ្លះចឹងទៅទិញសម្រាប់កូនពៅក៏ចូលចិត្តសាច់ចកប៉ុន្តែអត់មានបាយដំណើបទេទិញសាច់ចកចឹងណា
Hello នឹងចេញពីកន្លែងចកមកកន្លែងពូតស្ងើពូតអាំងម្ដងបងប្អូនអរគ្នាច្រឡំពូតស្ងើដោយសារតែម៉ែខ្ញុំគាត់ចូលចិត្តហូបពូតអាំងអញ្ចឹងទិញយកហូបខ្លួនឯងផងហើយនឹងផ្ញើគាត់នៅផ្ទះផងអញ្ចឹងណាក៏មកដើរលេអត់មានអីផ្ញើលើចូលមកកន្លែងលក់ថែអាំងម្សៅទៀតហើយបងប្អូនអរគ្នាយើងទិញរបស់ហូបនៅកន្លែងគៀងខាងកតេលអង្គុយលេងមានមន់ដុតមានអីមានជ្រក់ក្រងឆាកឆែតក្រងអីមានច្រើនខ្លាំងមែនតើទិញបានមកហើយហ្នឹងយកមកញ៉ាំនៅកន្លែងយើងខាងកតេលអង្គុយលេងប៉ុន្តែបានថតទេ